សូមបងប្អូនគ្នាបាទជួបគ្នាខ្ញុំបាទវីដេអូថ្មីថ្ងៃនេះគឺអត់មានអីច្រើនទេគឺមកមើលស្រែមើលស្រូវទៀតហើយមកមើលល្ងររយៈពេលប្រហែលថ្ងៃនេះគឺបានដល់បានវិញគ្រាន់បើហើយបានស្លឹក4ហើយបាទ4ស្លឹកហើយបាទហើយនៅច្រើនទៀតបាទនៅដីច្រើនទៀតអត់ទាន់ដោះអស់ទេអត់ទាន់ដោះធំទេបាទហើយរយៈពេលដែលខ្ញុំមកមើលថ្ងៃនោះគឺខ្ញុំបាញ់ថ្នាំម៉ាត់បូ3ថ្ងៃ2ថ្ងៃនេះហើយបាទ2ថ្ងៃនេះខ្ញុំសង្កេតមើលទៅឃើញល្ងួអាចមើលឃើញបាននេះបាទអាចនៅតាមដីឃើញបាទនេះបាទនេះមើលខៀវនេះបាទនេះខៀវនេះគឺអាចថាយល់បានខ្លះបាទនេះអានេះល្ងួបាទអញ្ចឹងមានកន្លែងខ្លះធំមានកន្លែងខ្លះទូចប៉ុន្តែពេលខ្លះក៏មានកន្លែងណាទូចដែរណាមិនថាអត់ទាំងអស់ទេបាទនេះកន្លែងនេះនៅទូចឡើយនេះកន្លែងនេះនៅទូចឡើយអញ្ចឹងកន្លែងនេះនៅរៀងទូចឡើយអត់ទាន់ធំទេខ្ញុំថាបើសិនណាមានភ្លៀងប៉ុណ្ណេះតា2យប់3យប់អីឬមួយក៏3ថ្ងៃ4ថ្ងៃអីអាចនឹងពោះជាងនេះទៀតបាទថ្ងៃនឹងវែងផុតបាទព្រោះសារតែអត់ទាន់បានភ្លៀងមកត្រូវតែពេលយើងព្រោះដល់ពេលយើងដោះចេះហើយអត់ទាន់ត្រូវភ្លៀងបាទកន្លែងខ្លះក៏មើលឃើញរឿងខៀវដែរបាទមើលពីចង្ងាយដែរអាចមើលខៀវបានបើថាកន្លែងមិនលុបខែឡៃអញ្ចឹងយើងអាចមើលឃើញច្បាស់ល្អប៉ុន្តែសិននៅកន្លែងដែលចាំងថ្ងៃសិនវានៅមើលអត់ទាន់ឃើញច្បាស់ល្អទេដោយសារតែនៅកំបាំងដប់ដីចាំងភ្លឺថ្ងៃអញ្ចឹងទៅក៏រៀងយើងមើលពីចង្ងាយទៅឃើញតែដីសិននេះបាទពេលណាដែលយើងមើលពេលព្រឹកមិនដឹងមើលពេលព្រឹកគឺឃើញខៀវពេញដីតែម្ដងមើលពីចង្ងាយក៏យើងឃើញដែរប៉ុន្តែដល់ពេលយើងមើលពេលថ្ងៃក្តៅចេះមើលអត់ឃើញច្បាស់ទេដោយសារតែវាចាំងភ្លឺថ្ងៃបាទឃើញថានឹងបានប្រហែល%ទេបងប្អូននេះឃើញថាបើមានភ្លៀងគឺសង្ឃឹម 100% បើមិនអត់មានភ្លៀងទេគឺអត់មានសង្ឃឹមទេបាទចាប់ហើយអត់មានសង្ឃឹមទេ